Ok, sau đây một buổi nữa nhé. Trong video này chúng mìnhរៀនតពីវាមុនគឺនៅក្នុង Android Studio សរសេរ code app developer បាទដោយសារកាលពីវីដេអូមុនគឺពេលដែលខ្ញុំបង្កើត project គឺមានបងប្អូនជាច្រើនគាត់មិនអាចបង្កើតបានអញ្ចឹងថ្ងៃនេះខ្ញុំនឹងរៀនបង្កើត project ថ្មីមួយហើយនឹងយើងចាប់ដើមជាមួយគ្នាតើបងប្អូនអាចបើកនៅក្នុង Android Studio មកបន្ទាប់មកយើងចូលទៅក្នុង new project កាលពីលើកមុនខ្ញុំយកបានយក empty activity បាទតែនៅក្នុង empty activity គឺមានបងប្អូនខ្លះគាត់តាមអត់ទាន់ទេអញ្ចឹងខ្ញុំសូមបដូរវិញសូមដាក់នៅក្នុង empty view activity នៅសារនៅក្នុង version នេះគឺយើងអាចដាក់ JavaScript បានតែវាយក empty activity គឺវា support វាសរសេរបានទាំង Kotlin និង Java អញ្ចឹងខ្ញុំយកទេខ្ញុំយក empty view activity អញ្ចឹងបងប្អូនចុច next មកបន្ទាប់មកខ្ញុំដាក់ឈ្មោះរបស់ខ្ញុំម្ដងទៀតខ្ញុំដាក់លើកនេះខ្ញុំដាក់lecture test អូខេហើយសម្រាប់ package name ខ្ញុំបញ្ចូលប្រាក់លើមុនហើយខ្ញុំយកខ្មែរឈ្មោះខ្ញុំហើយនឹងឈ្មោះ app របស់ខ្ញុំទៅមក location ខ្ញុំអត់ដាក់ទេហើយលើស្រាប់ language គឺបងប្អូនដាក់ Java មកហើយបន្ទាប់មកនៅក្នុង minimum SDK យក 5.0 នេះសម្រាប់អ្នកផ្សេងទៀតពេលយើងយក 4.0 KitKat នេះយើងនឹងឃើញថា 100% មានតែគ្រប់ device ទាំងអស់ដែលគេប្រើនោះគឺអាចដំឡើងរបស់យើងបានហើយប៉ុន្តែខ្ញុំអត់ចង់បានទេខ្ញុំចង់បាន 5.0 5.0 មានតែ 99.7% នៃ Android ដែលនៅក្នុង Google Play គាត់អាចប្រើរបស់ខ្ញុំបានហើយអញ្ចឹងដោយសារនេះខ្ញុំធ្លាប់បញ្យល់ម្ដងហើយខ្ញុំអត់បញ្យល់បន្ថែមទៀតទេបន្ទាប់មកក្នុង build configuration language ខ្ញុំយក Groovy DSL នេះគឺជាសម្រាប់Java អូខេបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងចុច finish តែម្ដងមកហើយរងចាំវាបន្តិចអូខេយើងឃើញថាវាដំឡើងបានត្រឹមត្រូវហើយបន្ទាប់មកគឺអ្វីដែលខ្ញុំត្រូវតែធ្វើបន្តទៀតនោះគឺយើងអាចបិទកន្លែងនេះសិនមកហើយយើងមើលខ្លះនេះគឺយើងមាន Java នេះហើយនឹងមាន activity អញ្ចឹងនៅក្នុង Google សំទោសនៅក្នុង Android Studio គឺយើងធ្វើការជាមួយគ្នាជាមួយនឹង XML ហើយនឹង Java ទាំងពីរនេះខុសគ្នាយ៉ាងម៉េចខ្ញុំនឹងបញ្យល់អ្នកនរគ្នាសម្រាប់ XML គឺជា background ឬគេហៅថា UI interface ហ្នឹងគឺសម្រាប់នៅពេលដែលបងប្អូនចង់ដាក់អីនៅលើហ្នឹងជាឧទាហរណ៍វានៅ location របស់វាគឺនៅក្នុង app rest layout បាទមួយនេះឃើញទេយើងអាចចុចទៅលើនឹងមកវានឹងចេញមកនេះហើយសម្រាប់main.xml នេះគឺវាឈ្មោះវាដូចគ្នាគឺ main activity យើងអាចដឹងបាននៅពេលដែលយើងបើកកូដមកយើងនឹងឃើញឈ្មោះវា main activity នេះ context របស់វា context របស់វាគឺ main activity វានាំវាមានតែវាដូចជាដៃគូជាមួយគ្នាអញ្ចឹងហើយសម្រាប់ main activity context របស់វា layout របស់វាគឺអីគេ activity underscore ហើយនឹង main ឃើញទេមានថាទាំងពីរគឺវាចងជាមួយគ្នាបើសិនជាយើងដាក់កូដអីនៅក្នុងហ្នឹងយើងដាក់ប៊ូតុងដាក់ text view ដាក់ list view នៅក្នុងហ្នឹងយើងត្រូវសរសេរកូដនៅក្នុង main activity.java ម្ដងទៀត activity.xml គឺជា interface ឬក៏ user interface ហ្នឹងគឺមានថាជា background ជា monitor ដែលយើងដាក់អ្វីណាមួយហើយយើងនឹង control អ្វីណាមួយដែលយើងកំពុងតែដាក់ហ្នឹងនៅក្នុងគេ main activity.java អូខេអញ្ចឹងឡើយនេះយល់ហើយណាពេលក្រោយយើងបកឲ្យសម្រាប់ main activity.java នេះគឺ location របស់វានៅណាវានៅក្នុង Java ហើយនឹង domain name របស់យើង domain name គឺខ្មែរ ឈ្មោះខ្ញុំហើយនឹងឈ្មោះ app ហ្នឹងបន្ទាប់មកបងប្អូនឃើញនេះមួយណា main activity យើងបើកមកគឺវាអាហ្នឹងឯងអូខេអញ្ចឹងនេះនៅក្នុង layout ហើយនៅក្នុងdomain name ទាំងពីរនេះកន្លែងខុសគ្នាក៏ពិតមែនប៉ុន្តែត្រូវចាំថាវាចងគ្នាពេលយើងបង្កើតមកគឺវាចងគ្នាមកបែបនេះឯងអូខេអញ្ចឹងជាឧទាហរណ៍ដោយសារដូចខ្ញុំប្រាប់អញ្ចឹងពេលដែលយើងបង្កើត app បានហើយអ្វីដែលអ្នកនរត្រូវតែធ្វើយើងត្រូវតែ run test មើលសិនតើដំណើរការឬក៏អត់អូខេអញ្ចឹងនៅក្នុងនេះគឺយើងមានពាក្យ hello world មួយបាទខ្ញុំនឹង run មើលសិនយើង run app របស់យើងមកខ្ញុំប្រើ emulator របស់ខ្ញុំគឺខ្ញុំប្រើនៅក្នុងនេះតែម្ដងខ្ញុំអត់បានប្រើទូរស័ព្ទដៃទេអូខេខ្ញុំ run ហើយរងចាំវាបន្តិចអូខេអញ្ចឹងវាចេញមកហើយបានចេញខ្ញុំបើកវាមកខាងក្រៅវិញល្អជាង
okay ចឹងយើងឃើញថានេះគឺជា app របស់យើងគឺវាមាន hello world ដូចជានៅក្នុងដែរមានពាក្យមួយគឺ hello world ណា hello world អូខេចឹងពេលខ្ញុំបិទយើងអាចរក app របស់យើងបានគឺនៅណាគឺនៅនេះឈ្មោះថា lecture test មែនមួយនេះ lecture test គេណានេះគឺជា app ថ្មីដែលយើងទៅបង្កើតមកហ្នឹងយើងអាចបើកមកគឺឃើញ hello world នៅក្នុងហ្នឹងអញ្ចឹងនៅក្នុងមេរៀនទី1របៀបនៃការបង្កើត app យើងត្រូវការកំណត់អក្សរនៅហ្នឹងហើយយើងត្រូវការឲ្យវាផ្លាស់ប្ដូរអក្សរហ្នឹងដែរអញ្ចឹងខ្ញុំនឹងបង្រៀនអ្នកនេះអំពីXML ហើយនិង Java នៅថ្ងៃនេះអូខេខ្ញុំសូម skip ហ្នឹងដើម្បីធំស្រួលមើលបន្តិចតបមកគឺនៅក្នុងនេះគឺយើងអាចប្រើ layout ច្រើននៅក្នុង main activity ហ្នឹងជាទូទៅនៅពេលដែលយើងបង្កើត app ថ្មីគឺវាដាក់ constraint layout ឲ្យយើងហើយមែនទេគឺ constraint layout អញ្ចឹងខ្ញុំអត់ចង់ទន់បដូរទេវីដេអូក្រោយខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបបដូរ layout នៅក្នុងវីដេអូនេះគឺយើងនឹងរៀនជាមួយគ្នាអំពីរបៀបផ្លាស់ប្ដូរ text ហ្នឹងយើងឃើញមានថានេះគឺជា layout with គឺជា wrap content មានថាយើងធ្វើឲ្យ text ហ្នឹងសមាមាត្រទៅតាម text មានថាបើ text នឹងច្រើនតែខ្ញុំដាក់ hello Cambodia អញ្ចឹងក៏យើងមើលឃើញកន្លែងចុចនេះគឺវារីកទៅតាម text របស់យើងណា wrap content ហ្នឹង hello Cambodia and what and people គេដាក់អញ្ចឹងមកអញ្ចឹងវានឹងរីកតាមហ្នឹងមែនទេបែបនេះអញ្ចឹងនេះគឺជាតើតើនឹង wrap content width គឺមានថាទៅតឹងរបស់វា high គឺកម្ពស់អូខេអញ្ចឹងបើសិនជាខ្ញុំដាក់ដល់នេះយើងអាចដាក់បាន2ឬក៏យើងដាក់បានជាអក្សរបានដែរប៉ុន្តែបើសិនទម្រង់របស់វាមាន wrap content ហើយនឹង math parent បាទ math parent ខាងលើគេនេះពេលយើងដាក់ math parent គឺអក្សរទោះបីជាអក្សរនៅក្នុងនឹងតិចតួចក៏ដោយច្រើនក៏ដោយក៏អត់បញ្ហាទេគឺសំខាន់គឺទម្រង់នៃទំហំនៃអក្សរហ្នឹងគឺវានឹងលាតសន្ធឹងពេញមួយផ្ទៃអេក្រង់នៃទូរស័ព្ទតែម្ដងបាទនោះគឺជា math parent អញ្ចឹងយើងអាចយក model គឺ wrap content ឬក៏យើងអាចដាក់លេខក៏បានដែរយើងអាចដាក់លេខកំណត់ជាលេខឧទាហរណ៍ខ្ញុំដាក់100 dp បាទវានឹងតាមហ្នឹងឬក៏យើងគិតតិចពេកខ្ញុំដាក់500ច្រើនពេក200យើងអាចកំណត់តាមហ្នឹងបានអូខេអញ្ចឹងខ្ញុំសូមដាក់ទៅជា wrap content វិញបាទ wrap content វិញហើយនៅក្នុង high នេះដូចគ្នាដែរយើងអាចបង្កើតបានដូចគ្នាអញ្ចឹងនៅនេះខ្ញុំប្រើ wrap content ដូចគ្នាដែរហើយទាក់ទងនឹង text នេះខ្ញុំប្រើធម្មតាវិញគឺ hello world អូខេ hello world តបមកគឺយើងអាចដាក់ពណ៌ឬក៏យើងអាចដាក់អីបានក្នុង layout text view គឺវាទៅតាម layout ដែរ layout ខ្លះវាមានអក្សររៀងខុសៗគ្នាកូដរៀងខុសគ្នាដែរអញ្ចឹងសម្រាប់ text និង color គឺអក្សរខុសគ្នាទេយើងគ្រាន់តែវាយពាក្យ T ស C មកគឺមានថា text color នៅលើគេហ្នឹងបងប្អូនចុច tab ក៏បានដើម្បីនឹងពេលដែលយើងវាយ TC អញ្ចឹងកូដមុនដំបូងវា highlight នៅលើអាជួរលើគេមែនទេអញ្ចឹងនៅពេលដែលបងប្អូនចុច tab វានឹងកំណត់ how text color មកប្រើហើយឬក៏យើងអាចចុចសញ្ញាចុចលើលើចុះក្រោមឬក៏យក mouse របស់យើងទៅ click នៅលើអាហ្នឹងក៏បានដែរអូខេ text color ហ្នឹងអញ្ចឹង text color គឺមានវិធី2យើងអាចកំណត់ text color នៅក្នុង layout នៅក្នុង color folder ក៏បានឬក៏យើងអាចដាក់លេខកូដ color នៅក្នុងហ្នឹងក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំយក black សិនអូខេទី1យើងអាចកំណត់យក black យើងឃើញ text របស់យើងគឺពណ៌ black ហើយមែនទេទី2យើងអាចកំណត់បានហើយបងប្អូនឃើញមាន color នៅលើនេះមួយមែនទេអញ្ចឹងបើសិនជាបងប្អូនចង់បដូរ color ដោយមិនចាំបាច់សរសេរកូដយើងគ្រាន់តែចុចលើ color ហ្នឹងមកវានឹងនាំយើងទៅកាន់ color ហើយយក custom មកយើងអាច drag and drop ឆ្លាញ់នៅពណ៌ណាដែលយើងចង់បានចុចខ្ញុំឆ្លាញ់ពណ៌ក្រហមនឹងចាស់ជាឧទាហរណ៍ទេបាទនេះគឺជាពណ៌នៃអក្សរដែលយើងចង់បានហើយមួយទៀតបើសិនជាយើងចង់បានទំហំនៃអក្សរមិនយើងប្រើពាក្យ TC គឺ text color ណាទំហំនៃអក្សរយើងប្រើ TS មាន2 text size និង text style អញ្ចឹងខ្ញុំចុច tab មកដើម្បីជ្រើស text size text size យើងអាចកំណត់បានមកឧទាហរណ៍ខ្ញុំចង់ដាក់24 SP បាទបងប្អូនត្រូវចាំគឺ SP គឺជាទំហំនៃអក្សរ DP ជាទំហំនៃ dimension របស់ layout ផ្សេងៗអូខេខ្ញុំយក24ខ្ញុំយក34គេ34បែបនេះអូខេសម្រាប់ error ហ្នឹងគឺបងប្អូនមិនបាច់ទិនខ្វល់វាទេអូខេបន្ទាប់មកគឺអានេះគឺ text color text size ហើយ text style របស់យើងគឺខ្ញុំយក TS ម្ដងទៀតហើយយើងចុច style មែនទេហើយយក tab មកដើម្បីជ្រើសរើស text style របស់យើងក្នុង text style មានតែ3ហ្នឹងទេបាទមានតែ bold គឺអក្សរដិតitalic គឺផ្ដេកហើយនឹង normal គឺជាធម្មតាហ្នឹងឯងឥឡូវខ្ញុំដាក់ bold
trên một bốn khơi sợ đợt đấy cho bây giờ trong đặt tầng pi thứ mấy thìយើងបង្កើត text style មួយទៀតអត់ទេនៅក្នុង JavaScript គឺគេអត់ធ្វើអញ្ចឹងទេ text bold បងនេះគឺដាក់សញ្ញារបាមួយសញ្ញានេះសញ្ញាហើយដាក់អីគេ italic ដាក់បែបនេះប៉ុន្តែដូចជាអត់ចេញទេចាំបែរដាក់ comma ហ្នឹងចាំមើល comma កើតទេហេតុអីកុំដក clear សំទោសអត់ដក clear ទេអូខេអញ្ចឹងយើងដាក់ bold ហើយសញ្ញាបញ្ឈរហ្នឹងសញ្ញារបាបញ្ឈរហ្នឹងដែលនៅក្រោម backspace សញ្ញាត្រេប្រចាំតែចុច shift មកចេញហើយអញ្ចឹងគឺចេញមកឲ្យបែបនេះហើយអូខេនេះគឺជាសញ្ញាដែលខ្ញុំបានប៉ុន្តែសម្រាប់ខ្ញុំចង់បានអត់ចង់បានអញ្ចឹងទេដាក់ bold បានហើយអញ្ចឹងគឺនេះគឺជា hello world ដែលយើងបានពាក្យនឹងមកហើយអញ្ចឹងយើងគ្រាន់តែតេស្តមើលតើពាក្យនឹងចេញមកយ៉ាងម៉េចសូមមើលគ្នាអូខេវា install successful អញ្ចឹងយើងឃើញយើងបាន text ថ្មីគឺពណ៌ក្រហមហ្នឹងហើយជំហានបន្ទាប់មិញខ្ញុំបានប្រាប់ថាពេលដែលយើងធ្វើការនៅក្នុង main activity.xml យើងត្រូវតែសរសេរ code control វានៅក្នុង main activity.java មែនទេអូខេនៅក្នុង main activity.java ពេលដែលយើងបើកមកគឺវាអត់មានអីទេជាទូទៅគឺធម្មតាអញ្ចឹងឯងអូខេដល់សារមុនដំបូងខ្ញុំសុំលុប code នេះចេញសិនបងប្អូនអាចលុបតាមខ្ញុំក៏បានដោយសារ version ថ្មីពេលដែលយើងបង្កើតមកគឺវាចេញជា full screen ហ្នឹងខ្ញុំអត់ចង់បានទេខ្ញុំដាក់បែបនេះអញ្ចឹងនៅក្នុងនេះគឺយើងត្រូវដឹងថាមានសញ្ញាគ្នៀបនេះគឺជាសញ្ញាមានតែ2ទេធំមានតែ1ហើយនិង2អញ្ចឹងខាងលើនេះគឺសម្រាប់យើង import នៅអ្វីផ្សេងៗដែលយើងចង់បានខ្ញុំសូមលុបអា import នេះចុះសិនអូខេបន្ទាប់មកគឺអ្វីដែលយើងគួរតែធ្វើយើងអាចចូលទៅក្នុងកន្លែង on create មានន័យថានៅពេលដែលmain activity.xml នេះវា run មកភ្លាមអញ្ចឹងវា on create គឺវា run រាល់ទាំងលេខ code ណាដែលនៅក្នុងនោះអញ្ចឹងបើសិនជាយើងសរសេរលេខ code នៅក្នុងនោះអំពី text view អញ្ចឹង text view វានឹងសរសេរនៅក្នុងដែរអញ្ចឹងដើម្បីបង្កើតវាបានគឺយើងត្រូវបង្កើត ID ដើម្បីចំណាំនៅ text view របស់យើងអូខេដើម្បីបង្កើត ID ស្រួលទេបងប្អូនគ្រាន់តែ enter នៅកន្លែងណាក៏បានហើយយើងវាយពី ID មួយមកវានឹងចេញ ID ហើយចាស់ហៅ tab មកហើយ tab មួយទៀតដើម្បីនឹងហៅ add បូក ID ហ្នឹងហើយ ID ដាក់ខ្លួនឯងមកឥឡូវខ្ញុំដាក់ថា text មក text ID បែបនេះឧទាហរណ៍ទេ text ID ហើយយើងត្រូវចាំអា text ID ហ្នឹងយើងដាក់ហ្នឹងណាហើយទៅក្នុង main activity ហើយនៅក្នុង main activity ដោយសារនេះគឺជា text view បាទ text view អញ្ចឹងយើងត្រូវតែហៅឈ្មោះ text view ហ្នឹងមកប្រើនៅក្នុង main activity.java អូខេអញ្ចឹងយើងអាចហៅមកយើងគួរតែ TV ក៏បាន TV វានឹងចេញ text view បន្ទាប់មកខ្ញុំនិយាយ tab ដើម្បីហៅ text view មកប្រើហើយខ្ញុំដាក់ឈ្មោះ text view ឈ្មោះនេះយើងអាចដាក់ឈ្មោះ text view ដូចគ្នាក៏បានឬក៏បងប្អូនចង់ដាក់ថាឈ្មោះខ្លួនឯងក៏បានដែរឧទាហរណ៍ខ្ញុំដាក់ឈ្មោះខ្ញុំបែបនេះបានដូចគ្នាប៉ុន្តែខ្ញុំអត់ចង់ធ្វើអញ្ចឹងទេខ្ញុំប្រើ text view ដូចគ្នាឬក៏យើងមាន text view ច្រើនដាក់ text view 1ឬក៏ text view 2អីចឹងទៅនៅក្នុងវីដេអូក្រោយបងប្អូនតែនឹងកាន់តែយល់ហើយជាស្មើហ្នឹងគឺយើងហៅ ID បន្តដើម្បីហៅ ID បានយើងមានលេខកូដមួយគេហៅថា find view by ID បាទ find view ID នៅក្នុងវងកញ្ចក់នៃ find view ID យើងត្រូវប្រើមួយទៀតគឺ r.id. ហើយនឹង text របស់យើងដែលយើងសរសេរមិញហ្នឹងគឺគេ text ID បាទនេះជាការស្រេចនេះគឺមានន័យថាយើងអាចប្រើប្រាស់ text view ដែលនៅក្នុង main នៅក្នុង XML ប្រើនៅក្នុង Java បានហើយតាមជា ID មួយនេះមែនទេបន្ទាប់មកទៀតយើងសម្រាប់សញ្ញា track home error នេះបងប្អូនមិនបាច់នេះទេវាអត់អីទេពេលក្រោយវានឹងបាត់អូខេអញ្ចឹងបន្តទៀតយើងចង់កំណត់ text អត់ថា text នេះគឺពេលដែលយើង run មកគឺវាពណ៌នេះមែនទេពណ៌ក្រហមហើយនឹងមានពាក្យ hello world មែនទេអញ្ចឹងខ្ញុំចង់ដូរពាក្យនឹងបានអត់អាចដូរបានយើងគ្រាន់តែប្រើមកយើងដាក់ text view ដែលយើងបង្កើតមិនមែនថា text view សតទីធំទេគឺ text view នេះបាទ text view នេះហើយដាក់ set text គឺថាយើងចង់ដាក់ text ថ្មីដើម្បី set text នៅក្នុង Java គឺយើងត្រូវការប្រើដូចសញ្ញាថ្មីកណ្ដោបើបងប្អូនប្រើ Excel យល់ហើយ Excel ពេលយើងចង់ដាក់ text យើងត្រូវប្រើថ្មីកណ្ដោនៅក្នុង text ថ្មីកណ្ដោយើងដាក់មកយើងដាក់ hello Cambodia ណាអូខេយើងដាក់ hello Cambodia បែបនេះអូខេតោះមកឲ្យខ្ញុំបានសាកមើលនៅក្នុង text view របស់យើងមានពាក្យ hello world ប៉ុន្តែនៅក្នុង on create របស់យើងគឺអីគេមានអីគេ hello Cambodia ពេលដែល run មកគឺវាត្រូវ load hello Cambodia ពីព្រោះ on create code នៅក្នុង Java យើងបញ្ជា text view នេះឲ្យវាចេញជាអីគេ set text របស់វាទៅជា hello Cambodia អូខេ run សាកមើលអូខេបងប្អូនឃើញយើងបានទទួលពាក្យថ្មីមួយគឺ hello Cambodia បាទនេះគឺយើងអាចកំណត់បាន hello Cambodia ឬក៏
យើងអាចសរសេរវិញជានឹងក៏បានតែ Hello Cambodia ដាក់សញ្ញាអូខេខ្ញុំសរសេរភាសាខ្មែរខ្ញុំដាក់ថាសួស្តីសំទោសដាក់កីឡានាំមកនៅសុខភាពល្អអូខេកីឡានាំមកនៅសុខភាពល្អហើយខ្ញុំនឹងរ៉ានម្ដងទៀតណាយើងដាក់សញ្ញាខ្មែររ៉ានម្ដងទៀតតើមើលជាមួយគ្នាតើវាចេញភាសាខ្មែរមកឬក៏អត់អូខេចាំមើលអូខេអញ្ចឹងកីឡានាំមកនៅសុខភាពល្អនៅសេខុសយើងអាច enter tick បានអត់ពេលដែលយើងសរសេរច្រើនឧទាហរណ៍ខ្ញុំសរសេរច្រើនណាខ្ញុំ copy ហើយខណ្ឌមួយសិនមកដាក់ថាសេចក្តីស្រឡាញ់គឺជារបស់មួយដែលមនុស្សគ្រប់គ្នាចង់បានអញ្ចឹងបើសិនជាទឹកច្រើនបែបនេះតើវាលោតបែបណាឥឡូវសមើលជាមួយគ្នាអូខេវានឹងលោតមកautomatic ខ្លួនឯងដោយសារអីយើងប្រើ wrap content មែនទេអូខេនេះគឺជាវិធីមួយប៉ុន្តែវិធីមួយទៀតយើងអាចបង្កើតជា string យើងដាក់ខាងលើមកឧទាហរណ៍ដាក់បង្កើត string មួយ string ហ្នឹងហើយ string យើងដាក់ name មកយើងដាក់ tick ខ្ញុំដាក់ my tick សរសេរជួបគ្នាអត់អាចដក clear បានទេក្នុងភាសាកូដទេ my tick ហើយ my tick ខ្ញុំដក clear មកដាក់ថ្មីកណ្ដោពីរហ្នឹងហើយបិទលេខកូដមកវិញហើយទៅ copy tick ហ្នឹងមកកាត់បណ្ដោយមកអូខេហើយដាក់កន្លែងនេះអូខេតបមកនៅក្នុង tick view នេះគឺដោយសារយើងមាន string ហើយយើងអាចហៅថា my tick អញ្ចឹងក៏បានដែរមានអត្ថន័យដូចគ្នា my tick ឬក៏យើងអាចបង្កើត string យើងអាចបង្កើត string មួយទៀតមក string you tick អូខេឧទាហរណ៍អញ្ចឹងហើយយើងដាក់hello you បែបនេះអូខេបើសិនយើងចង់បាន tick ណាមកប្រើនៅក្នុងមួយនេះប្រើមកនៅក្នុង XML យើងអាចហៅមួយណាក៏បានដែរអញ្ចឹងជាឧទាហរណ៍ខ្ញុំយកអូខេបិទសញ្ញានឹងមួយសិនមកខ្ញុំយក view text មក view text អូខេហើយយើង run អញ្ចឹងវានឹងចេញគេ hello you ចាំមើលអូខេ hello you ឃើញទេអញ្ចឹងមានតែយើងអាចចាប់ពេល live វីដេអូនេះទៅយើងអាចធ្វើបានជាមួយគ្នាហើយអញ្ចឹងនេះគឺជាមេរៀននេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយសូមព្រះប្រទានពរ